เรียบសួរសួស្តីមកមកតគ្នាសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមានមុខម្ហូបមួយដែលចែកជូនមកតគ្នាសម្រាប់មកណាដែលគាត់ពិបាកនឹងមុខម្ហូបអីចឹងណាហើយមកនេះណាយើងញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយនឹងអាចារ្យក៏កាន់តែឆ្ងាញ់ទៀតខ្ញុំជឿថាមុខម្ហូបនេះប្រហែលជាមកក៏បានស្គាល់ច្រើនដែរអញ្ចឹងទៅមើលគ្រឿងផ្សំទាំងអស់គ្នាណាជាដំបូងខ្ញុំមានជាមួយនឹងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចជាមួយនឹងម្ទេសបន្ទាប់មកទៀតខ្ញុំក៏មានជាមួយនឹងម្រះព្រៅផងដែរហើយឯដែលគាត់បាននោះគឺសាច់មាន់ហ្នឹងឯងលើនេះគឺខ្ញុំចាប់ផ្ដើមចាក់គ្រឿងផ្សំដែលមានស្លឹកគ្រៃស្លឹកក្រូចសើចរំដេងជាមួយនឹងម្ទេសនឹងចូលឲ្យវាឡើងឈ្ងុយបន្ទាប់មកបណ្ដាក់សាច់មាន់ចូលហើយមុខម្ហូបថ្ងៃនេះណាគឺខ្ញុំមិនបានជាអ្នកធ្វើទេគឺប្រិយរបស់ខ្ញុំគឺគាត់ជាអ្នកចូលធ្វើម្ហូបនៅពេលដែលគាត់ឆាសាច់ជាមួយគ្រឿងនឹងឡើងឈ្ងុយហើយគាត់ក៏បានចាក់ទឹកចូលដើម្បីរងាស់សាច់នឹងឲ្យវាឡើងផុយលើនេះគឺយើងចាប់ផ្ដើមរងាស់វារហូតដល់ទឹកនឹងឡើងរីនិយាយទៅប្រិយរបស់ខ្ញុំគឺគាត់ណាជាប្រកាន់ការងារនេះគឺត្រូវតែជាការងារប្រពន្ធហើយប្រពន្ធត្រូវតែជាអ្នកធ្វើទេគាត់អត់ដែរកិនចឹងទេពេលណាដែលគាត់ស្រួលខ្លួនពេលណាគាត់ទៅពីការងារគាត់គឺគាត់តែងតែចូលជួយធ្វើនេះធ្វើនោះយើងអញ្ចឹងទៅទោះបីជាគាត់ហត់ពីកន្លែងការងារគាត់តែមកដល់ផ្ទះវិញគឺគាត់ដល់សម្រាប់មួយស្ទុះហើយគាត់ក៏គ្របឡើងជួយការងារនេះការងារនោះខ្ញុំបន្ថែមទៀតអូយអត់ដឹងថានិយាយដល់ណាដល់ណីមកអើយឆាក្តៅសាច់មាន់ណាមិននិយាយតែតង់ជាមួយឆាក្តៅសាច់មាន់ទេតែនិយាយរឿងណារឿងបើដល់តែអញ្ចឹងទេគឺដឹងតែបាយអូហូស្ទឹងហើយឥឡូវកាត់មកដល់កន្លែងដាក់គ្រឿងផ្សំវិញនិយាយមែនណាបងប្អូនខ្ញុំកុំហៅតែសើពីប្តីខ្លួនឯងពីមុនខ្ញុំអត់តែសើតែធំតែមកឥឡូវទេអញ្ចឹងបើសិនជាបងមកឲ្យគាត់មានគ្រួសារឬមួយក៏មកឲ្យគាត់តែតាក់តងមើលចិត្តគ្នាហ្នឹងណាបើសិនជាគេធ្វើល្អមួយយើងក៏តែសើពីគេអញ្ចឹងទៅដើម្បីជាកម្លាំងឃើញល្អក៏ថាល្អទៅបងហើយបើសិនជាកន្លែងអ្នកអត់ល្អទេយើងគ្រាន់តែប្រាប់គាត់នៅពេលណាដែលយើងនៅតែគ្នាពីរនាក់អីចឹងទៅមួយវិញទៀតហើយយើងបាច់ចាំណាសម្ពាធឲ្យច្រើនពេកទៅកាន់ប្តីរបស់យើងទេហើយខាងប្តីក៏បាច់ចាំណាសម្ពាធឲ្យច្រើនពេកមកខាងប្រពន្ធដែរត្រូវចេះជួយការងារគ្នាចឹងតាមមកតគ្នាជុំនិយាយរឿងហ្នឹងសិនកលេងមកមើលឆាក្តៅសាច់មាន់ដែលប្តីរបស់ខ្ញុំគាត់បានឆាពេលនេះគឺបានចាន់រយល់ទៅពេលដែលចិនចុងក្រោយគេហ្នឹងគ្រាន់តែដាក់ម្រះព្រៅទៅដើម្បីឲ្យវាមានរសជាតិឈ្ងុយកាន់តែឆ្ងាញ់ថែមទៀតចឹងឆាក្តៅមួយបើសិនជាមានម្រះព្រៅទេពិបាកក្នុងការហូបខ្លាំងមែនតើអ្នកសានដូចជាវារៀងបាត់បង់នៅរសជាតិមួយមិនទេហើយខ្ញុំជឿថាមុខនេះបងណាក៏គាត់ចេះធ្វើដែរតែបើសិនជាមានបងដែលគាត់អត់ទាន់ចេះធ្វើទេបងអាចមើលវីដេអូនឹងបានមុខនេះបងញ៉ាំបាយញ៉ាំជាមួយនឹងអាតិចក៏កាន់តែឆ្ងាញ់ថែមទៀតហើយបើនិយាយពីម្រះព្រៅនេះវិញគ្រាន់តែដាក់ទៅជោគត្រឡប់តែ3 4ត្រឡប់គឺថាស្លោកអីម្រះព្រៅសម្រាប់មុខម្ហូបរបស់ខ្ញុំហ្នឹងគឺរសជាតិអត់សូវដិតខ្លាំងទេបងរសជាតិរៀងឡមហើយបើសិនជាបងនេះគាត់ញ៉ាំរសជាតិដិតគឺបងអាចបន្ថែមគ្រឿងទៅតាមនឹងបានតោះតែពេលគាត់ឆាហើយអញ្ចឹងទៅមានអីមើលទៅរឿងតំណងដែរតែអរគុណមកតគ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះក្នុងវីដេអូនេះណាបើសិនជាខ្ញុំនិយាយទៅខុសឆ្គងកន្លែងណាសូមខន្តីអភ័យទោសផងមួយវិញទៀតបើសិនជាបងប្អូននៃគាត់ស្រឡាញ់ចូលចិត្តនៃការធ្វើវីដេអូរបស់ខ្ញុំកុំភ្លេចជួយចូលទៅ Subscribe ម្នាក់មួយផងភ្លេចចូល Like និង Comment ផងណាអរគុណច្រើនមកតគ្នាជួបគ្នានៅវីដេអូក្រោយទៀត